ក្រុមអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែងស្នើសុំឲ្យរាជរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់លើបញ្ហាចាប់យកម៉ូតូភ្ញៀវចូលទិញទំនិញក្នុងផ្សារទៅផាកយកប្រាក់ពី 5,000 រៀលទៅ 10,000 រៀលកាលពីថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2025 ក្រុមអាជីវករមួយចំនួននៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងបានស្នើសុំឲ្យរាជរដ្ឋាភិបាលជាពិសេសឯកឧត្តម ស សុពុត្រាអភិបាលនៃគណៈអភិបាលខេត្តចូលរួមអន្តរាគមន៍ទៅលោកសាយកសលអភិបាលក្រុងនិងលោកសឹងមនីរតប្រធានសហគមន៍ផ្សារសាមគ្គីខេត្តស្ទឹងត្រែងដោយសារមានការចាប់យកម៉ូតូរបស់ភ្ញៀវដែលចូលមកទិញទំនិញនៅផ្សារលោកសឹងមនីរតប្រធានសហគមន៍ផ្សារបានប្រើរថយន្តមួយគ្រឿងម៉ាក Nissan គ្មានស្លាកលេខនិងបញ្ជាឲ្យសន្តិសុខរបស់ខ្លួនចាប់លើកម៉ូតូរបស់ភ្ញៀវយកទៅការិយាល័យរបស់ខ្លួនហើយបង្គាប់ឲ្យបង់ប្រាក់ក្នុងមួយគ្រឿងចំនួន 5,000 រៀលដល់ 10,000 រៀលក្នុងមួយលើកក្រុមអាជីវករបានសម្ដែងនៅការព្រួយបារម្ភថាសកម្មភាពនេះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ក្រុមអាជីវករយ៉ាងធ្ងន់ធ្ងរក្រុមអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងមួយចំនួនបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមអមដោយអត្ថាធិប្បាយថាបច្ចុប្បន្ននេះមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដល់ថ្នាក់មិនអាចរកប្រាក់បង់បំណុលធនាគារបានហើយការចាប់យកម៉ូតូនិងការផាកយកប្រាក់បានធ្វើឲ្យភ្ញៀវខ្លាចមិនហ៊ានចូលទិញទំនិញដូចមុនទៀតទេនិងធ្វើឲ្យពាណិជ្ជកម្មក្នុងផ្សារបន្តការធ្លាក់ចុះយ៉ាងគំហុកសូមរំលឹកឡើងថាអ្នកតាមដានអំពីសកម្មភាពលោកសឹងមនីរតប្រធានផ្សារសហគមន៍សាមគ្គីខេត្តស្ទឹងត្រែងដែលកើតឡើងក្រោមខ្សែភ្នែកលោកសាយកុសលអភិបាលក្រុងបានឃុំឃាត់គ្នាប្រើល្បិចកិច្ចកលធ្វើទុកបុកម្នេញដល់ក្រុមអាជីវករមិនថាលក់ដូរតាមកញ្ច្រែងល្អីឬអាជីវករលក់ដូរក្នុងផ្សារនោះឡើយនឹងចាប់យកម៉ូតូភ្ញៀវដែលចូលទិញអីវ៉ាន់ក្នុងផ្សារផាកយកលុយរកទីបញ្ចប់គ្មានយើងខ្ញុំជាអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែងសូមសង្ឃឹមថាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងករណីនេះសូមមេត្តាជួយបន្ធូរបន្ថយកុំឲ្យមានការចាប់យកម៉ូតូភ្ញៀវបន្តទៀតឲ្យសោះពួកខ្ញុំទាំងអស់គ្នាខាតបង់ច្រើនណាស់ហើយគ្មានលុយសល់សម្រាប់បង់ជូនធនាគារទៀតផងនេះបើតាមការបញ្ជាក់របស់ក្រុមអាជីវករពួកគាត់បន្តស្នើសុំដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងឯកឧត្តម ស សុពុត្រាអភិបាលនៃគណៈអភិបាលខេត្តមេត្តារំសាយសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងបច្ចុប្បន្ននេះចោលទៅហើយរៀបចំសារជាថ្មីឡើងវិញដើម្បីទប់ស្កាត់ការធ្វើទុកបុកម្នេញដល់ក្រុមអាជីវករនិងការចាប់យកម៉ូតូភ្ញៀវដែលចូលមកទិញទំនិញក្នុងផ្សារជាដើមសំណើរបស់ក្រុមអាជីវករខាងលើនេះក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ដែលយើងកំពុងរស់នៅសពថ្ងៃសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលកំពុងតាមដានមេត្តាស្ដាប់នៅការព្រួយបារម្ភរបស់ក្រុមអាជីវករក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងកាលពីថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2025 កន្លងទៅថ្មីនេះដែលមានខ្លឹមសារទាំងស្រុងដូចតទៅសូមអរគុណទុកជាមុននេះម៉ោងនេះគឺស្ងាត់ណាស់ឥឡូវលក់ដូរដាច់ឯងបងប្អូនអើយសេដ្ឋកិច្ចធ្លាក់ហើយគេចេះតែទិញអីវ៉ាន់អត់ទៅហ៊ានចង់ចូលក្នុងផ្សារទេបើឈប់ម៉ូតូ5នាទីមិនទាន់សន្តិសុខផ្សារលើកដាក់លើឡានអស់ថា5,000 ទៅ 10,000 ទៅតាមគេទីអញ្ចឹងបងប្អូនខ្លះអត់ចង់ទិញចូលផ្សារក្នុងយើងទេបាទណាបងប្អូនអើយសូមរាជរដ្ឋាភិបាលនឹងជួយសម្រួលតិចមកតិចទៀតពួកខ្ញុំអត់មានលុយបង់ធនាគារទេមួយថ្ងៃស្ងាត់ទៅលុយក៏ពិបាករកកាន់តែតឹងទៅហើយកំផិតមនុស្សយើងកាន់តែច្រើនទៅយើងត្រូវគិតថា 1000 ក៏ដោយ 2000 ក៏ដោយក៏ជាលុយដែរយើងធ្វើថ្នាក់ដឹកនាំមានលុយកាក់ប៉ុណ្ណឹងហើយកុំចង់បានអា3 4 5,000ហ្នឹងវាមិនមានក្តីសុខបានទេប្រាក់កាយអញ្ចឹងសូមមេត្តាជួយបើកភ្នែកបើកចំហផងអ្នកក្រគ្នាលុយកាក់បាន 1000 2000នេះយកទៅកុំតឹងដូចចបៃពេកណាបងប្អូនណាសំណូមពររាជរដ្ឋាភិបាលហ្នឹងជួយដល់សុខទុក្ខប្រជាជនខាងក្រៅផងចាខ្ញុំលក់ដាច់តំបន់បងប្អូនហ្នឹងលក់ស្ងាត់ប៉ុណ្ណាអញ្ចឹងបងប្អូនជួយកាត់មើលទៅចង់ចូលទិញកុកផ្សារធំមកទិញម្ដងទៅចោលលុយអញ្ចឹងខ្លាចតែគេលើកម៉ូតូទេទិញនៅកញ្ចឹងកឲ្យបងប្អូន